ឆាត្រីខកំប៉ុងបន្លែជាមួយនឹងត្រកួនហើយនឹងពងទាចំនួន3គ្រាប់សម្រាប់គ្រឿងផ្សំរបស់យើងមានដូចជាត្រីខចំនួន2កំប៉ុងខ្ទឹមសម្ទេសហើយនឹងត្រកួនបងប្អូនទាំងអស់គ្នាសម្រាប់ជំហានដំបូងបងប្អូនត្រូវដាក់ខ្លាញ់ឬក៏ដាក់ប្រេងអូលីវក៏បានហើយបន្តមកទៀតយើងដាក់ឲ្យក្តៅសឹមយើងចៀនជាមួយនឹងពងទារបស់យើងអញ្ចឹងណាបងប្អូនទាំងអស់គ្នាបន្តមកទៀតមើលថាពងទាយើងឆ្អិនល្អហើយយើងចាប់ផ្ដើមត្រឡប់ហើយបន្តមកទៀតយើងចាប់ផ្ដើមដាក់ខ្លាញ់ម្ដងទៀតដើម្បីបំពងជាមួយនឹងខ្ទឹមសរបស់យើងអញ្ចឹងណាបងប្អូនទាំងអស់គ្នារួចហើយគឺយើងឆាវាឲ្យបានឈ្ងុយល្អហើយនឹងបានឆ្អិនល្អអញ្ចឹងណាបងប្អូនសូមបងប្អូនដាក់ជាមួយត្រីខកំប៉ុងរបស់យើងចូលទាំងអស់ចឹងមកសម្រាប់ត្រីខបងប្អូនត្រូវឆាវាតិចៗចឹងណាបងប្អូនដើម្បីកុំឲ្យវាបែកសាច់ត្រីខរបស់យើងចឹងណាបន្តមកទៀតបងប្អូនអាចដាក់ស្ករសបន្តិចហើយនឹងប៊ីចេងបន្តិចចឹងណាបងប្អូនបន្តមកទៀតនេះខ្ញុំដាក់ជាមួយនឹងទឹកត្រីជាទូទៅនៅពេលដែលឆាជាមួយត្រីខនេះខ្ញុំជួយយកលួចជាមួយនឹងទឹកត្រីចឹងណាបងប្អូនបន្តមកទៀតយើងឆាវាឲ្យចូលជាតិគ្នាចឹងមកបងប្អូនអាចដាក់ម្ទេសបន្តិចឬក៏ច្រើនតាមចំណង់ចំណូលចិត្តរបស់បងប្អូនសម្រាប់នេះខ្ញុំឆាច្របល់ចូលគ្នាចឹងមកបងប្អូនទាំងអស់គ្នារួចហើយគឺត្រីខរបស់យើងចាប់ផ្ដើមឆ្អិនហើយយើងចាប់ផ្ដើមដួសដាក់ចានអញ្ចឹងបងប្អូនគឺដួសដាក់ចានតុមួយឡែកអញ្ចឹងមកហើយសម្រាប់ខ្ទះរបស់យើងគឺយើងបន្ថែមជាមួយនឹងប្រេងអូលីវបន្តិចដើម្បីត្រឡប់ជាមួយនឹងត្រកួនរបស់យើងអញ្ចឹងណាបងប្អូនទាំងអស់គ្នានេះដែរគឺត្រកួនរបស់យើងគឺថាយើងយកវាមកត្រឡប់អញ្ចឹងមកបងប្អូនដើម្បីយើងត្រប់ជាមួយនឹងត្រីខរបស់យើងអញ្ចឹងណាយើងត្រឡប់ចុះត្រឡប់ឡើងអញ្ចឹងមកបងប្អូនទាំងអស់គ្នានេះដែរគឺវារៀងញាប់បន្តិចហើយបើសិនជាវាស្ទើរទឹកបងប្អូនអាចបន្ថែមជាមួយនឹងត្រីខរបស់យើងបន្តិចចឹងណាបងប្អូនទឹកត្រីខរបស់យើងដើម្បីឲ្យវាកាន់តែញាប់ល្អហើយនឹងចូលជាតិចឹងណានេះបងប្អូនទាំងអស់គ្នានេះខ្ញុំបន្ថែមជាមួយទឹកត្រីខបន្តិចចឹងដើម្បីឲ្យវាចូលជាតិគ្នាល្អសម្រាប់វិធីធ្វើមួយនេះគឺងាយស្រួលខ្លាំងមែនទែនបងប្អូនគឺឆាតែមួយផ្លែតបានញ៉ាំតែម្ដងនេះដែរបងប្អូនគឺម្ហូបរបស់យើងចាប់ផ្ដើមឆ្អិនល្អហើយបងប្អូនអាចបន្ថែមជាមួយនឹងពងទាតាមចំណង់ចំណូលចិត្តរបស់បងប្អូនអាចដាក់1ទៅ2 3គ្រាប់បងប្អូនដែលតាមមក Subscribe នៅ Channel Page របស់នាងខ្ញុំសូមជួយ Subscribe Page ម្នាក់មួយដើម្បីទទួលបាននូវវីដេអូថ្មីៗជាបន្តទៀតសូមអរគុណសូមជម្រាបលាសន្យាជួបគ្នានៅវីដេអូបន្តទៀតសម្រាប់មុខម្ហូបមួយនេះដែរគឺងាយស្រួលធ្វើប៉ុន្តែរសជាតិគឺឆ្ងាញ់ខ្លាំងមែនទេបងប្អូនគ្រាន់តែយើងដាក់បន្ថែមជាមួយនឹងទឹកត្រីបន្តិចទៅហើយនឹងស្ករសបន្តិចរួចជាការស្រេចអរគុណបងប្អូនទាំងអស់គ្នា